អ្នកនេះចាប់អារម្មណ៍អត់ចាអញ្ចឹងតេនៅកន្លែងហ្នឹងគឺជាតេដែលបង្ហាញអំពីហេតុផលហើយឯតូនសេរំលឹកបន្តិចអ្នកនេះការយើងរៀន N5 ណាយើងប្រើតម្រងតេដែលបង្ហាញពីការរៀបរាប់សកម្មភាពមួយចប់ទៅសកម្មភាពមួយទៀតត្រូវហ៎ឧទាហរណ៍យ៉ាងខ្ញុំក្រោកម៉ោង6ព្រឹកហើយញ៉ាំបាយហើយទៅក្រុមហ៊ុនយើងថាម៉េចក្រោកម៉ោង6ព្រឹកហើយរកគឺ朝6時に起き6て、時に起きてហើយធ្វើអីមិញញ៉ាំអាហារពេលព្រឹកご飯を食べて、ご飯を食べて、会社に行きます。会社に行きますね会社に行きます会社に行くអានេះគឺជាតេដែលបង្ហាញអំពីសកម្មភាពណាយើងធ្វើមួយចប់យើងធ្វើមួយទៀតណាចាអញ្ចឹងតេនៅឡើយនេះមានន័យថាហើយក៏ប៉ុន្តែចំពោះនៅក្នុងវេយ្យាករណ៍ដែលយើងឃើញនៅក្នុងពេលឥឡូវនេះគឺជាទម្រង់តេដែលបង្ហាញពីហេតុផលទៅវិញទេអញ្ចឹងយើងមើល verb តេខេក៏ប្រើបាន ikeyoshi ទៅជាគឺតេ nakeyoshi ទៅជាដេយើងប្រើប្រាស់វាដើម្បីបង្ហាញអំពីហេតុផលចាអញ្ចឹងអ្វីដែលគេយកដាក់នៅពីមុខតេនោះគឺជាហេតុផលហើយ gang in ryu ហេតុផលឬក៏ដើមហេតុហើយហើយក្រៅអំពីទម្រង់តេខេដែលយើងនិយាយជា verb មិញណាអ្នកគ្នាកាលណាគេអាសាប់យើងបំបែកទៅជាទម្រង់ naike ហើយយើងយក naike ហ្នឹងយកមកធ្វើជាហេតុផលក៏បានដែរព្រោះអី naike វាមាន e តែអញ្ចឹងពេលណាយើងយកវាមកធ្វើជាហេតុផលយើងគ្រាន់តែលុប e ទៅជាគឺតេមកយើងអាចប្រើបញ្ជាក់ពីហេតុផលបានដូចគ្នាឥឡូវមកឧទាហរណ៍នៅក្នុងសភៅរបស់យើងតែម្ដងយើងមើលតាញ៉ាំបាយបានដែរអ្នកគ្នាបើតាមមើលរូបភាពនេះអត់ទេតែពិតមុននេះមួយអាទិត្យអ្នកគ្នាគាត់ញ៉ាំបានធម្មតាណាដាក់អស់មិនតែម្ដងតែឥឡូវញ៉ាំអត់សូវបានកើតអីហើយមូលហេតុ風邪をひいてあまりご飯が食べられませんតែអញ្ចឹង風邪をひいてនៅកន្លែងនេះគឺបង្ហាញអំពីហេតុផលយើងអាចបកហេតុផលនេះមុនក៏បានបកខាងក្រោយនេះមុនក៏បានដែរអញ្ចឹងដោយសារតែផ្ដាសាយហើយខ្ញុំមិនសូវមិនដែរតែខ្ញុំមិនអាចញ៉ាំបាយខ្ញុំមិនអាចញ៉ាំបាយបានប្រហែលទេណាហើយតែអញ្ចឹងkaze o hite គឺជាហេតុផលដែលធ្វើឲ្យយើងមិនអាចញ៉ាំបាយបានណាហើយយើងអាចបកបច្រាស់មកវិញហើយខ្ញុំមិនអាចញ៉ាំបាយបានទេដោយសារតែផ្ដាសាយហើយじゃあខាងក្រោម今日は国の友達に会えてとっても楽しい一日でしたとっても楽しい一日でしたអ្នកនេះទៅជប៉ុនយើងដឹងស្រាប់ហើយហើយមនុស្សពិបាកខ្សែគូអីក៏ថាបានអ្នកខ្លះអញ្ចឹងណាបាក់រមត្ថៈអីចឹងទៅអញ្ចឹងថ្ងៃនេះ今日は国の友達に会えてដោយសារតែខ្ញុំបានជួបណាគេមិត្តភ័ក្តិមកពីប្រទេសកណាតនេះមកពីស្រុកកណាតយើងនេះហើយអញ្ចឹងដោយសារថ្ងៃនេះខ្ញុំបានជួបមិត្តភ័ក្តិមកពីប្រទេសកណាតហ្នឹងមិនដែរមួយថ្ងៃហ្នឹងとても楽しい一日でしたវាគឺជាមួយថ្ងៃដ៏សប្បាយរីករាយនេះហើយអញ្ចឹងមួយថ្ងៃដ៏សប្បាយរីករាយដែលយើងទទួលអារម្មណ៍ហ្នឹងគឺដោយសារអីដោយសារតែបានជួបមិត្តភ័ក្តិដែលមកពីស្រុកកណាតនេះគឺនីណូតូម៉ូរ៉ាជីនីអាយតេអញ្ចឹងអាយតេគឺជាហេតុផលហើយដែលនាំឲ្យយើងសប្បាយមួយថ្ងៃនឹងពេញតែម្ដងហើយតកតូនជាមួយនឹងវេយ្យាករណ៍តេនឹងដែរខាងលើសេមានដាក់បង្ហាញបន្តិចយើងមានការ៉ាយើងមានណូដេក៏បង្ហាញពីហេតុផលក៏ប៉ុន្តែនៅពេលណាដែលយើងចង់និយាយដោយបង្ហាញពីហេតុផលដែលងាយស្រាលពេលហ្នឹងយើងប្រើជាមួយនឹងទម្រង់តេធម្មតាបានដោយប្រើ kaze o hite tomodachi ni aete ហើយបែបហ្នឹងណាអូខេですかはいស្រួលយល់អត់អ្នកនេះវេយ្យាករណ៍នេះដូចជាមិនវេទនាណាស់នេះហើយこの文法ははい簡単でわかりやすいです簡単でわかりやすいですはいそうですね難しくないよねはいប៉ុន្តែមានចំណុចដែលយើងគួរឲ្យប្រុងប្រយ័ត្នបន្តិចកាលណាគេប្រើជាមួយនឹងតេដែលបង្ហាញពីហេតុផលបែបនេះយើងគួរចាប់អារម្មណ៍នៅខាងស្ដាំដៃអ្នកនេះនៅខាងស្ដាំដៃជាទូទៅគឺគេប្រើប្រាស់ជាមួយនឹងប្រភេទពាក្យដែលបង្ហាញអំពីចិត្តកករឬក៏បង្ហាញពីសភាពនៃរាងកាយរបស់យើងនឹងតែម្ដងអញ្ចឹងយើងឃើញពាក្យ taberarémasen នេះគឺជាសភាពដែលយើងមិនអាចញ៉ាំបានមិនមែន tabemasen ទេ
ថាបេម៉ាសែនមានន័យថាមិនញ៉ាំថាបេរ៉ារ៉េថាបេរ៉ារ៉េម៉ាសែនមានន័យថាមិនអាចញ៉ាំនេះជាសភាពអាយតេគឺមានន័យថាអាចជួបនេះហើយអាចបានជួបអញ្ចឹងសំទោសហើយមិនអាយតេទេចំទោសនេះនៅខាងស្ដាំដែរតទេមកថាណូស៊ីឈីនីឈីដេស្តានេះហើយតទៅមួយនឹងថាណូស៊ីនេះសបាយមួយថ្ងៃនេះយើងសបាយចាអញ្ចឹង clear ខាងស្ដាំច្រើនតែជាពាក្យឬក៏ clear ដែលមានន័យបែបហ្នឹងក្រៅពីនោះយើងអាចសម្គាល់ជាមួយនឹងប្រភេទពាក្យដែលគេអាសាប្រើគឺមានន័យថាដោយសារតែមានអីនៅខាងមុខនោះទើបខ្ញុំសបាយហើយគួរចាប់អារម្មណ៍ឬក៏វាកំ pl ែងហើយខ្ញុំកើតទុកហាហ្សកាស៊ីខ្ញុំមកខ្មាអៀនសាប៊ីស៊ីខ្ញុំឯកាឧរេស៊ីខ្ញុំសប្បាយចិត្តអានេះ ikeoshi ហើយចំពោះnakeyoshi នេះមានរឿងអីមួយអញ្ចឹងទៅក៏យើងធ្វើយើងមានអារម្មណ៍មិនដែរ zanen ហើយមានអារម្មណ៍ថា thaihen ពិបាកមានអារម្មណ៍ថា siawase មានសុភមង្គលហើយចំពោះពាក្យកិរិយាសព្ទក៏ជាពាក្យដែលអាសាបង្ហាញពីចិត្តឬក៏អារម្មណ៍ដូចគ្នាដែរហើយ simpai する ព្រួយបារម្ភ bikuri するខ្ញុំភ្ញាក់ផ្អើល gakkari するខ្ញុំខកចិត្តansin するខ្ញុំធូរចិត្តក្រៅពីនោះក៏មានពាក្យផ្សេងទៀតដែរនេះគ្រាន់តែជាពាក្យតំណាងហើយអញ្ចឹងតើបានអញ្ចឹងហើយអូខេចាអ្នកនេះមើលទៅជាមួយឧទាហរណ៍ពីរនេះហើយរើសចម្លើយត្រឹមត្រូវអញ្ចឹងបានទេហើយណានេះទេនេរ៉ានីម៉ាសែងខ្ញុំដេកអត់បានទេថៃうるさくて寝られない。そうね。眠くてうるさくて寝られないចាអញ្ចឹងខ្ញុំអាចដេកបានមូលហេតុគឺដោយសារうるさくてそうねដោយសារថ្លង់គឺខ្ញុំដេកមិនបានទេមានដេកបានបើសមុខខលហើយណាចូលចាអញ្ចឹងうるさくてនេះគឺជាហេតុផលនឹងមានអញ្ចឹងហើយធ្វើម៉េចសភាពគឺ寝られないមិន寝ないទេណា寝られないហើយខ្ញុំមើលកូននេះហើយចាក់បាល់ហើយអូអាលើក្រោយឈ្នះហើយមានណា試合に負けてប្រកួតនឹងចាញ់試合に負けてそうねはい試合に負けてがっかりしたហើយ安心したមួយណាក៏បង្ហាញពីអារម្មណ៍ដែរប៉ុន្តែ試合に負けてចាអញ្ចឹងគឺがっかりしたនេះខ្ញុំខកចិត្តណាដោយសារតែចាញ់ការប្រកួតそうね試合に負けてがっかりしたはいそうច្រើនហើយខ្ញុំអត់សប្បាយចិត្តឬក៏ខ្ញុំខកចិត្តដែលអត់បានជួបមិត្តភ័ក្តិណាដែលអត់បានជួបមិត្តភ័ក្តិតូម៉ូដាឈីនីអត់បានជួបខ្ញុំអត់ខ្ញុំខកចិត្តដែលអត់បានជួបមិត្តភ័ក្តិតូម៉ូដាឈីនី会えなくて会えなくてはい会えなくてそうがっかりしたはいじゃあ